រដ្ឋថតមួយសន្លឹករបស់កម្ពុជានេះនៅតែបន្តភាពល្បីល្បាញទូទាំងពិភពលោកគេយកទស្សនវិជ្ជានេះជានិមិត្តរូបនៃអត្ថប្រយោជន៍ដើមឈើដែលផ្ដល់មលុបនិងភាពត្រជាក់ត្រជុំដល់មនុស្សនិងសត្វការពារព្រៃឈើដោយការពារជីវិតខ្លួនយើងនិងអនាគតក្មេងៗជំនាន់ក្រោយរដ្ឋជំរាបសួរស្ដីលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីនៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ទីជនបទឬទីក្រុងយើងតែងតែប្រទះឃើញដើមឈើជាច្រើនដែលដុះលូតលាស់យ៉ាងស្ងៀមស្ងាត់ប៉ុន្តែតើមានប៉ុន្មានដងដែលយើងបានឈប់សម្រាកហើយគិតអំពីតម្លៃពិតប្រាកដនៃដើមឈើធំត្រឹមតែមួយដើមរដ្ឋសូមកលេចមើលរូបភាពមួយសន្លឹកនេះរូបភាពនៃដើមឈើដ៏ធំមួយដើមនៅកម្ពុជាដែលល្បីល្បាញពេញបណ្ដាញសង្គមនិងពិភពលោកនៅក្រោមមេឃធាងដ៏ធំទូលាយនិងម្លប់ត្រជាក់ត្រជុំនៃដើមឈើតែមួយដើមនេះអាចផ្ដល់ជាទីជួបជុំជាកន្លែងប្រជុំជួរនិងជាជម្រកជ្រកកោនដល់មនុស្សរាប់រយនាក់ក្នុងពេលតែមួយរដ្ឋរូបភាពមួយសន្លឹកនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីអភិហេតុនៃធម្មជាតិនិងបង្ហាញថាដើមឈើត្រឹមតែមួយដើមមានគុណតម្លៃមហាសាលចំពោះជីវិត The value of a single tree to life ថ្ងៃនេះខ្ញុំសូមចែករំលែកនូវចំណុចសំខាន់ៗមួយចំនួនអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃដើមឈើមួយរដ្ឋដើមឈើជាម៉ាស៊ីនត្រជាក់ធម្មជាតិនិងជាទីជ្រកកោនដោយដែលយើងបានឃើញក្នុងរូបភាពជាក់ស្ដែងនៅក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងដើមឈើបានដើរតួជាអ្នកការពារយ៉ាងស្ងប់ស្ងាត់រដ្ឋកាត់បន្ថយកម្ដៅស្លឹកនិងមែកធាងនៃដើមឈើជួយបាំងពន្លឺថ្ងៃនិងបញ្ចេញសំណើមតាមរយៈការទាញយកទឹកពីដីធ្វើឲ្យសីតុណ្ហភាពនៅក្រោមដើមឈើត្រជាក់ជាងកន្លែងចំហរហូតដល់ទៅ5ទៅ10អង្សាសេរដ្ឋកន្លែងជួបជុំសហគមន៍តាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្នម្លប់ឈើគឺជាកន្លែងបង្កើតភាពស្និទ្ធស្នាលទីកន្លែងពិភាក្សាការងារនិងជាទីសម្រាប់រំលែកការនឿយហត់របស់ប្រជាជនក្នុងសហគមន៍ 2. ដើមឈើជាសួតនៃភពផែនដីមនុស្សយើងម្នាក់ៗត្រូវការអុកស៊ីសែនដើម្បីដកដង្ហើមជារៀងរាល់វិនាទីតើអ្នកដឹងទេថាពលរដ្ឋដើមឈើធំមួយដើមអាចផលិតអុកស៊ីសែនគ្រប់គ្រាន់សម្រាប់មនុស្ស4នាក់ដកដង្ហើមក្នុងមួយថ្ងៃដើមឈើជួយស្រូបយកឧស្ម័នកាបូនិកនិងឧស្ម័នពុលផ្សេងៗចេញពីខ្យល់អាកាសរួចចម្រោះខ្យល់ឲ្យបរិសុទ្ធជួយកាត់បន្ថយជំងឺផ្លូវដង្ហើមនិងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ Global Warming យ៉ាងមានប្រសិទ្ធភាព 3. ពលរដ្ឋដើមឈើជាអ្នកការពារដីនិងប្រព័ន្ធអេកូឡូស៊ីឬឈើដែលចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងដីមានតួនាទីយ៉ាងសំខាន់ដែលភ្នែកទទេមើលមិនឃើញទប់ស្កាត់ការបាក់ដីឬឈើជួយតង់ដីឲ្យជាប់ការពារមិនឲ្យទឹកភ្លៀងបោះលៀងដីកសិកម្មឬបង្កការបាក់ដីនៅរដូវវស្សាពលរដ្ឋរក្សាប្រភពទឹកក្រោមដីដើមឈើជួយស្រូបទាញទឹកភ្លៀងឲ្យជ្រាបចូលទៅក្នុងដីបង្កើតជាប្រភពទឹកស្អាតក្រោមដីសម្រាប់មនុស្សលោកប្រើប្រាស់ជាផ្ទះនៃជីវៈចម្រុះដើមឈើតែមួយដើមគឺជាប្រព័ន្ធអេកូឡូស៊ីដ៏តូចមួយដែលផ្ដល់ជម្រកដល់សត្វបក្សាបក្សីសត្វល្អិតនិងជីវិតរាប់រយប្រភេទផ្សេងទៀតពលរដ្ឋសារដាស់តឿននឹងការបដិញ្ញាចិត្តបងប្អូនទាំងអស់គ្នារូបភាពដើមឈើមួយដើមនៅដល់មលប់ដល់មនុស្សរាប់រយនាក់នេះគឺជាភស្តុតាងរួចយ៉ាងច្បាស់វាបានប្រាប់យើងថាការដាំដើមឈើមួយដើមនៅថ្ងៃនេះគឺជាការផ្ដល់ជីវិតនិងភាពត្រជាក់ត្រជុំដល់មនុស្សរាប់រយនាក់នៅថ្ងៃអនាគតពលរដ្ឋផ្ទុយទៅវិញប្រសិនបើយើងកាប់បំផ្លាញដើមឈើធំតែមួយដើមនេះចោលនោះមនុស្សរាប់រយនាក់ក្នុងរូបនេះនឹងត្រូវឈរហាថ្ងៃក្តៅហែងភ្លាមដូចនេះខ្ញុំសូមអំពាវនាវដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នា 1. ចូលរួមថែរក្សាការពារនិងស្រឡាញ់ដើមឈើដែលមានស្រាប់ក្នុងសហគមន៍របស់យើង 2. ពលរដ្ឋចូលរួមដាំបន្ថែមបើទោះបីជាយើងមិនអាចដាំព្រៃឈើទាំងមូលបានប៉ុន្តែការដាំដើមឈើត្រឹមតែមួយដើមនៅតាមគេហដ្ឋានសាលារៀនឬទីសាធារណៈក៏ជាការចូលរួមចំណែកដ៏ធំធេងសម្រាប់ផែនដីដែរដាំដើមឈើថ្ងៃនេះដើម្បីមកលុបអុកស៊ីសែនในអនាគតនៃកូនចៅយើងនៅថ្ងៃស្អែកសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការស្ដាប់របស់លោកស្រីពលរដ្ឋសូមជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មី